ឯកឧត្តមយន្តដឹកអញ្ជើញបើកកម្មវិធីសង្ក្រាន្តវិទ្យាល័យបុកខ្នោស្រុកចំការលើខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី12ខែមេសាឆ្នាំ2024នៅវិទ្យាល័យបុកខ្នោស្រុកចំការលើខេត្តកំពង់ចាមបានប្រារព្ធពិធីបើកសង្ក្រាន្តដែលជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆស័កពុទ្ធសករាជ2568គ្រិស្តសករាជ2024ក្រុមអធិបតីភាពឯកឧត្តមយន្តដឹកអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបោះខ្នោនិងដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាឃុំលោកគ្រូអ្នកគ្រូសិស្សានុសិស្សយុវជនស្ម័គ្រចិត្តនិងប្រជាពលរដ្ឋយ៉ាងច្រើនកកកលោកផាន់វាសនានាយកស្ដីទីវិទ្យាល័យបុកខ្នោមានប្រសាសន៍ឲ្យដឹងថាគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យបុកខ្នោដែលបង្កើតនៅកម្មវិធីសង្ក្រាន្តនេះឡើងគឺដើម្បីការថែរក្សានៅសម្បត្តិវប្បធម៌របស់ជាតិទី1ទី2បង្កលក្ខណៈសប្បាយដល់កូនដែលជាសិស្សានុសិស្សនិងសហគមន៍ទី3រួមចំណែកនៃការកាត់បន្ថយការធ្វើដំណើរទៅលេងឆ្ងាយជៀសវាងនៃការគ្រោះថ្នាក់ជាយថាហេតុយ៉ាងដូច្នេះហើយបានជាវិទ្យាល័យបុកខ្នោលោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងតំណាងមេត្តាបិតាសិស្សបានមូលមតិគ្នាជាឯកច្ឆន្ទបានបង្កើតកម្មវិធីនេះឡើងក្នុងលក្ខខណ្ឌពេលវេលា5ថ្ងៃចាប់ពីថ្ងៃទី12រហូតដល់ថ្ងៃទី16សូមគណៈអធិបតីនិងភ្ញៀវកិត្តិយសទាំងអស់មេត្តាជ្រាបជាព័ត៌មានហើយក្នុងនាមខ្ញុំបាទជាគណៈគ្រប់គ្រងសូមថ្លែងអំណរគុណដល់គណៈអធិបតីដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមនៅក្នុងការបើកសង្ក្រាន្តនៅក្នុងវិទ្យាល័យបុកខ្នោសូមគណៈអធិបតីនិងភ្ញៀវកិត្តិយសទាំងអស់ទទួលនៅសម្បត្តិទទួលនៅពុទ្ធបោ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីក្លៀនក្លៀតឡើយសូមអរប្រគុណសូមអរគុណសូមអរគុណចំពោះសូមគោរពនិងជម្រាបសួរលោកយាយលោកតាមានម៉ែចាស់អញ្ជើញមកហើយជាពិសេសសួស្តីបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីស្នេហាសប្បាយចិត្តអត់ចូលhenឆ្នាំថ្មីបាទអរគុណណាស់រូបមុខរដ្ឋបាលស្រុកចំការលើខ្ញុំសូមពងដងនៃការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រមដែលជានិច្ចកាលតែផ្សារភ្ជាប់សុខទុក្ខនិងភាពសប្បាយរីជាមួយលោកតាលោកយាយពុកម៉ែអ៊ំពូមីងបងប្អូនជាពិសេសឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិយាយឃើញថាគ្រប់បណ្ដាអង្គភាពស្ថាប័នមូលដ្ឋានអស់រីករាយក្រោមមលុបសន្តិភាពក្រោមមលុបវាសនានិយមនៃសន្តិភាពដែលបានកើតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដូច្នេះតាមរយៈការសម្ដែងសិល្បៈបុរាណរបាំប្រកបដោយភាពល្វន់ភាពស្វាហាប់ទាំងអស់នេះឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរដែលជាដួងព្រលឹងរបស់ជាតិខ្មែរខ្ញុំសូមយកឱកាសនេះសម្ដែងការដឹងគុណចំពោះមរតកដូនតារបស់យើងទាំងអស់គ្នាជំនាញគណៈវិជាការឯកភាពស្រុកខ្ញុំសូមប្រកាសប្រគល់ជូនឡានទឹកមួយគ្រឿងសម្រាប់បកលក្ខណៈនៅថ្ងៃទី14ស្ថិតក្នុងឱកាសនោះដែរឯកឧត្តមយន្តដឹកមានប្រសាសន៍សំណេះសំណាលនិងបានគូបញ្ជាក់ផងដែរថាសង្ក្រាន្តយើងថ្ងៃនេះគឺឯកឧត្តមឌួងឧត្តមលោកជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំបោះខ្នោលោកជាប្រធានគណៈអធិបតីនៅថ្ងៃនេះប៉ុន្តែតើលោកមានភារកិច្ចចប់មួយញឹកចឹងបានជាប្រកល់ភារកិច្ចឲ្យខ្ញុំមួយរดับដុំបន្តិចបាទប៉ុន្តែទោះបីយ៉ាងនេះក្តីក៏ខ្ញុំមានសេចក្តីរីករាយអត់ឧបមាក្នុងការចូលរួមកម្មវិធីដ៏មានអត្ថន័យនេះពិសេសគឺយើងបានចងចាំថាសង្ក្រាន្តរបស់យើងនេះគឺចាប់ដើមនៅឆ្នាំណាហើយធ្វើការឡើងទីណាហើយមានសារៈប្រយោជន៍យ៉ាងไรខ្លះសម្រាប់មូលដ្ឋានរបស់យើងបាទការផ្ដើមចេញនៅចំណុចនៅឃុំបោះខ្នោរបស់យើងសង្ក្រាន្តគឺចាប់ផ្ដើមនៅឆ្នាំ2016បាទពេលនោះ
គឺក្រុមការងាររបស់យើងបានចុះមកធ្វើកម្មវិធីសង្ក្រាន្តបាទ16 2017 2018 2019ដល់សម័យកូវីដយើងបានអាចនៅកម្មវិធីសង្ក្រាន្តនេះបាទកម្មវិធីសង្ក្រាន្តនេះយើងចាប់ផ្ដើមធ្វើនៅឆ្នាំ2023បន្តទៀតបាទនេះគឺជាកម្មវិធីសង្ក្រាន្តនៅឃុំបោះខ្នោរបស់យើងបាទក្នុងបាននិយាយអំពីខ្លឹមសារប្រធានបទនៃសង្ក្រាន្តនៅទូទាំងប្រទេសរបស់យើងគឺយើងចាប់ដើមនៅឆ្នាំ2014បាទ14គឺយើងមានប្រធានបទមួយឆ្នាំគឺប្រធានបទមួយបាទមួយឆ្នាំប្រធានបទមួយគឺឆ្នាំដំបូងគឺ2013បាទសំទោស2013នេះគឺយើងមានប្រធានបទគឺយុវជនចូលរួមបាទគ្នាលើកស្ទួយវប្បធម៌ជាតិខ្មែរនៅឆ្នាំ2014យើងមានប្រធានបទខ្មែរតែមួយអនាគតតែមួយនៅឆ្នាំ2015យើងមានប្រធានបទសុបិនខ្លាយជាការពិតនៅឆ្នាំ2016ប្រធានបទគឺកម្ពុជាមាតុភូមិខ្ញុំនៅឆ្នាំ2017ប្រធានបទយើងជឿជាក់លើកម្ពុជានៅឆ្នាំ2018ប្រធានបទអបអសាទរមរតកដូនតានៅឆ្នាំ2023ប្រធានបទក្តីសង្ឃឹមនិងក្តីស្រមៃការធ្វើសង្ក្រាន្តនេះគឺយើងបានចូលរួមចំណែកលើវិស័យទេសចរក៏ដូចជាសេដ្ឋកិច្ចបាទអត់ដូចជានៅឆ្នាំ2013កំណើនទេសចរ170000នាក់ចំណូលសេដ្ឋកិច្ចខេត្តចំនួន$10 លានបាទនៅឆ្នាំ2014ទេសចរ180,000នាក់ចំណូលសេដ្ឋកិច្ចខេត្ត$23 លាននៅឆ្នាំ2015កំណើនទេសចរ97,000នាក់ចំណូលសេដ្ឋកិច្ចខេត្តចំនួន$60 លាននៅឆ្នាំ2016កំណើនទេសចរ1.3 លាននាក់ចំណូលសេដ្ឋកិច្ចខេត្ត$80 លាននៅឆ្នាំ2017កំណើនទេសចរ1.6 លាននាក់ចំណូលសេដ្ឋកិច្ចខេត្ត$95 លាននៅឆ្នាំ2018កំណើនទេសចរ1.8 លាននាក់ចំណូលសេដ្ឋកិច្ចខេត្ត$108 លានការលើកឡើងខាងលើគឺឆ្លុះបញ្ចាំងពីការផ្នែកកំណត់សង្ក្រាន្តរបស់យើងទាំងអស់គ្នាមិនប្រកាន់និន្នាការនយោបាយមិនប្រកាន់ទីកន្លែងមិនប្រកាន់ភេទពណ៌សម្បុរជាក់ស្ដែងគឺតាមព័ត៌មានដែលយើងទទួលបានកាលពីឆ្នាំកន្លងទៅវិទ្យាល័យបោះខ្នោមានរៀបចំព្រឹត្តិការណ៍ដែលមានបងប្អូនប្រជាពលរដ្ឋប្រមាណ6,000ទៅ7,000នាក់រាល់ឆ្នាំ2023យើងមានមនុស្សចូលរួមប្រហែលជា10,000នាក់តាមការយល់ឃើញរបស់ខ្ញុំគឺថាបើគ្មានការស្ម័គ្រចិត្តគ្មានការលះបង់គ្មានការចូលរួមម្លេះយើងមិនបានសម្រេចនៅសមិទ្ធផលដល់តែចាស់ចង់ដូចលើកឡើងខាងដើមទេដូច្នេះយើងចាប់អារម្មណ៍ថានៅពេលនេះសម្រាប់ឃុំបោះខ្នោរបស់យើងខ្ញុំបាទមានការចាប់អារម្មណ៍ក្នុងនាមក្រុមការងារបាទគឺថាកន្លងទៅយើងអត់មានក្រុមសិល្បៈច្រើនយ៉ាងដូចនេះទេបាទទុំនឹងនយោបាយសាលានិងសហការីរបស់លោកបានពួយផ្ដើមការរៀបចំឲ្យមានជាក្រុមសិល្បៈជាច្រើនបាទពិសេសនៅថ្ងៃនេះយើងបានឃើញប្រទេសក្មួយទាំងអស់ដែលមានឯកសណ្ឋានបាទទៅដល់ប្រពៃណីជាតិរបស់យើងនេះហើយជាកត្តាទំពាំងស្នងឫស្សីបាទហើយពិសេសគឺចូលរួមសម្រាប់ធ្នាប់សង្គមគឺមិនមានប៉ះពាល់ទៅលើអ្វីដូចជាគ្រឿងញៀនបាទគ្រឿងញៀនលបែងពីលាវាសាបាទហើយបានបង្កើននៅប្រពៃណីវប្បធម៌របស់យើងដល់ភពផង់នេះបាទយើងថ្ងៃនេះគឺខ្ញុំសូមក្នុងនាមជាក្រុមការងារបាទសូមអបអរសាទរនឹងបើកកម្មវិធីសង្ក្រាន្តចាប់ពីថ្ងៃនេះតទៅបាទសូមអរគុណ
học xa hết tim cô phong chẳng hỏi riêng tâm ở na tư